សួស្តីអ្នកទាំងអស់គ្នាម្ដងទៀតយើងចូលដល់វគ្គទី3ដែលយើងនិយាយពីការបង្កើត form បុគ្គលិកម៉ោងវីដេអូមុនយើងបានយោងលើ table ដែលយើងបានឃើញក្នុងនេះយើងបានបង្កើត form ដើម្បីបញ្ចូលទិន្នន័យមួយដែលឈ្មោះថា job ឥឡូវនេះចូលដល់វីដេអូនេះលោកគ្រូនឹងបង្ហាញពីការបង្កើត form ទម្រង់វាទម្រង់បែបនេះម្ដងបញ្ចូលសម្រាប់បញ្ចូលព័ត៌មានបុគ្គលិកចូលទៅកាន់ data store គឺ Oracle អ្នកនរគ្នានេះជារូបធម៌ឲ្យយើងគ្រូឃើញធំបន្តិចនេះអញ្ចឹងនេះជា form ដែលយើងចង់បង្កើតអញ្ចឹងអ្នកនរគ្នាគួរពេលចាប់ផ្ដើមបង្កើត form នេះត្រូវគិតថាតើ form នឹងរៀងបែបម៉េចហើយយកពី table ណាខ្លះអញ្ចឹង form នេះគឺជា form មួយដែលយើងត្រូវធ្វើណាគឺយើងនឹងបង្កើត form ហ្នឹងយើងដូរជាទូទៅយើងមាន combo ចេះយើង slide search ចាំយើងវគ្គក្រោយសូមខ្ញុំចង់ឲ្យយើង design សិនហើយយើងចាប់ដើមសរសេរ code នៅវគ្គក្រោយ preview វគ្គក្រោយទៀតហ្នឹងណាអូខេឥឡូវខ្ញុំបង្កើត form សិនអូខេដើម្បីបង្កើត form យោងទៅលើ data ដែលយើងបានមានមុននេះមុននេះគឺអីគេ mini set របស់យើងនេះយើងបានមាន form មួយហើយគឺចប់សម្រាប់បញ្ចូលព័ត៌មានការងារអញ្ចឹងយើងនឹងធ្វើឲ្យស្អាតដូចទៅផុនគំរូដែលយើងបានឃើញមុនហ្នឹងប៉ុន្តែយើងត្រូវបង្កើត form តាមលំដាប់លំដោយសិនអញ្ចឹង form ដែលបន្តទៀតគឺ form បុគ្គលិកអញ្ចឹងយើងបង្កើតបាច់ដើម្បីងាយយើងបាច់សេកូដច្រើនយើងយក create ទាំងយក form wizard បងអូនយកបុគ្គលិកទៅហ្នឹងយើងយកតែ table តែមួយទេដោយគិតថានេះដោយសារ table យើងមានតែបុគ្គលិកនេះតែមួយទេយើងមាន ID មាន name ទាំងអស់តែមួយហ្នឹងទេយើងអត់ត្រូវទាញយកស្អីមកទាញជាមួយគ្នាទេអញ្ចឹងយើងបានយើងចូលនៅក្នុង table ហ្នឹងយកបុគ្គលិកយក ID យក name តាមលំដាប់ដោយយក photo អត់ទេតាមលំដាប់ដោយមក connect នេះរៀងវាជា column ណាដែល access រៀនមួយ record មួយ screen ហើយអ្នកនរគ្នាអាចយកមកយើងយក next យើងយកឈ្មោះបុគ្គលិកដែរទៅនេះជាទម្រង់ដែលសារ data យើងលោកគ្រូធ្លាប់បញ្ចូលរួចទៅហើយអញ្ចឹងបងអូនអាច design វាតម្រៀប design ដើម្បី design បងអូនដឹងហើយគឺបងអូនបើសិនបិទចោលអញ្ចេះបងអូនម៉ៅស្ដាំលើ form យកម៉ៅស្ដាំវាណាយកdesign form អ្នកនរនេះអាចដាក់ជា pop up យើង double click លើនេះមកយើងយក order អ្នកនរយក pop up យកដូរមកទៅជា pop up yes ចុះពេល view ទៅវានៅលើ screen ចេះយើង break ទៅវារៀងធំចេះស្អាតថ្ងៃក្រោយយើងអាចបើកឲ្យវាធំចឹងបានចឹងណាអូនអញ្ចឹងបងអូន design ម្ដងទៀតយើងមកស្ដាប់លើ form ហ្នឹងឬក៏មកស្ដាប់លើ form នេះក៏បានតែចិត្តហើយយើងតម្រៀបតាមនឹងមកអូខេហើយនេះអ្នកនរនេះអាច design ដូចតែក្នុងរូបភាពដែលយើងបានឃើញទៅនេះរូបភាពនេះដែលយើងបានឃើញនេះបងប្អូនឃើញអញ្ចឹងទម្រង់នេះតាមដំដោយហ្នឹងអានេះជើងក្រោយទេនេះក្រោយទេយើងទៅ design យើងមកអូខេអញ្ចឹងយើងសូម design ដូចគ្នាអញ្ចឹងយើងបាទអញ្ចឹងបន្តទៀតយើងរៀបតាមហើយយើងអូសតាមយើងដាក់ពណ៌វាយើង select ពីនេះមកយើងដាក់ពណ៌វាឲ្យពណ៌វាដិតតិចទៅណាឲ្យពណ៌ខ្មៅឲ្យឃើញច្បាស់ហ្នឹងទៅអានេះយើងអាចប្រើស៊ីសមកព្រួញលើ keyboard យើងទាញធំហើយនៅក្នុងនេះគេឲ្យដាក់អីគេ employee information បងអូនកែតាមនឹងមក employee information ហ្នឹងហើយបងអូនយកឲ្យវាខ្មៅយកដិតណាអាស្រ័យលើយើង design ទៅដកពណ៌អីមកស្អាតទៅណាហ្នឹងហើយអូខេនេះជាវគ្គដំបូងនៃការ design អញ្ចឹងក្នុង form នឹងមួយបងអូនត្រូវនេះអ្វីដែលយើងកត់សម្គាល់ដោយសារ table នេះយើងគិតមើល table នេះបើយើងគិតទៅក្នុង Oracle វា link គ្នាតាមរយៈក្នុង access យើងនេះវា link តាមរយៈសូមបញ្ជាក់យើងពេលដែលចាប់ដើមធ្វើយើងសូមលោកគ្រូសូមអធិស្ឋានដែរគ្រូបានបង្ហាញដំបូងអញ្ចឹងមុនចាប់ដើមនេះបងអូនត្រូវ install relationship វាក្នុង access សិនបងអូនយក database tool យក relationship ហើយយើងយក show table មកយើងយក add table ហ្នឹង add ទៅទាំងអស់មកហើយភ្ជាប់ relationship មកយើងមើល data សិនភ្ជាប់ relationship តាមយើងចង់បានទេណាអញ្ចឹងតាមរូបភាពយើងមកនេះ
client ដាក់ product ឲ្យដូចគ្រូមកឲ្យងាយយល់យើងដាក់ client ខាងនេះ invoice ខាងនេះ client type មើលដាក់តែមួយទៀតអូយើងអត់đượcឃើញដាក់ client type ណាដាក់ client type ទៀតinvoice detail employee បាទហើយយើងចប់ដាក់នេះមកស្រួលមើលអូខេនេះយើងភ្ជាប់តាមរយៈបងអូន client type អូខេ create client no ហើយបងអូន invoice number នេះគឺ key យើងដាក់ Oracle មកចេញមកចឹងហើយហើយអានេះបងអូនទាញទៀតមកដើម្បីភ្ជាប់ form យើងបានយើងភ្ជាប់កើតអញ្ចឹងអត់យើងបង្កើត form អត់មាន link ភ្ជាប់ដោយកើតទេអញ្ចឹងយើងយកបុគ្គលិកមួយបុគ្គលិកជាប់ ID ជាមួយជាប់ ID នេះហើយបានយើង product type មួយ product type នេះអូខេអញ្ចឹងនេះគឺជា structure របស់ sales system យើងវគ្គទូចមួយហ្នឹងយើងត្រូវមាន table ទាំងអស់ហ្នឹងអញ្ចឹងបងប្អូនគ្នាបង្កើតទៅយើងមើលជាក់ស្ដែងយើងឃើញថា table job link ជាមួយនឹង job ID នេះអញ្ចឹងក្នុងរូបភាពនេះមាននេះបងប្អូនមានកលឹមព្រួចយើងពិបាកបញ្ចូលទៅនៃពេលបងប្អូនទៅអត់មានសញ្ញា combo box នេះពិបាកអានេះក៏ពិបាកអញ្ចឹងយើងត្រូវ design សិនអញ្ចឹងអានេះក៏វា auto មិនដឹងកុំឲ្យ user គាត់បញ្ចូលទៅបានហើយអញ្ចឹងយើងធ្វើម៉េចយើងត្រូវបិទនេះចោលទៅយើងបិទនេះមកមួយគឺយើងនេះបើសិនមកយើងទុកអញ្ចេះវាធ្វើយើង user បញ្ចូលបានអញ្ចឹងយើងវាជា auto number យើងចាំបាច់ចូលទៅអីយើងយកបិទមកវិញយើងយក property យើងយក property អូនយកdata យក lock នេះណា enable យក no ណាវាបិទចាគេអត់ឲ្យយើងចុចកើតទេវាបិទទៅវាចាក់ថាយើងចុចអត់កើតទេអញ្ចឹងណាហ្នឹងហើយរូបភាពនេះឲ្យរូបភាពពេញយើងបងអូនយករូបភាពមកស្ដាំយក format យក zoom បងអូនយកទៅជា straight mode វាខ្សែ mode ទៅ straight អញ្ចឹងទៅអានេះឲ្យវា bold បាទឲ្យវាកណ្ដាលមកអូខេឃើញថាធៀបពិតទៅយើងបញ្ចូលឡើងនេះទំនាក់ទំនងរវាងចបត្រូវដាក់លេខកូដប៉ុន្តែយើងអត់ត្រូវការចង់វាយកូដដោយសារចបយើងមានឈ្មោះត្រឹមត្រូវអញ្ចឹងយើងអត់ចាំលេខកូដទេនេះយើងត្រូវចាំថាជា manager ប៉ុន្តែធៀបពិតទំនាក់ទំនងវាស្គាល់តាមរយៈ ID និង ID នេះអញ្ចឹងយើងធ្វើម៉េចទាញយកឈ្មោះតែម្ដងយើងបញ្ចូលបុគ្គលិកថ្មីពិបាកបញ្ចូលណាឧទាហរណ៍បុគ្គលិកអីគេថាឥឡូវយើងមានបុគ្គលិក Excel មុខងារមើលជាប់យើងនេះអូខេយើងពិបាកក្នុង database វា store ជាលេខប៉ុន្តែយើងចង់ឲ្យវាទាញយកឈ្មោះយើងពិបាកយើងវាយលេខកូដពិបាកចាំអញ្ចឹងតែនៅក្នុងនេះយើងធ្វើម៉េចឲ្យឃើញជាឈ្មោះអញ្ចឹងពេលយើងនេះជាប់យើងមានមុខងារថាឥឡូវយើងហៅបុគ្គលិកលេខជាប់ ID លេខ6អញ្ចឹងបងអូនត្រូវបញ្ចូលថ្មីបងអូនទៀតពិបាកមែនទេព្រោះថារដ្ឋាថ្ងៃកំណើតនៅប្រហែល99ទៅឧទាហរណ៍ណាជាប់ ID នេះអូនដាក់លេខ6វាពិបាកចាំមែនទេហើយ phone បងអូនដាក់012 888 944យើងទៅឧទាហរណ៍ប្រាក់ខែគឺយើងយកមុខនេះ sale គឺប្រាក់ខែគឺចន្លោះពីមួយទៀតយើងសរសេរ programming កុំឲ្យបញ្ចូលលើសនឹងទៀតយើងឃើញបញ្ចូលកុំឲ្យថាប្រាក់ខែទាបបំផុត300ដល់នេះបើយើងបញ្ចូលបានទៀតអត់បានទេទីយើងឃើញទេបាទឥឡូវយើងថាបញ្ចូលប្រាក់ខែ350បើយើងបញ្ចូល200ក៏អត់បានដែរដោយសារវាចិត្តទាបបំផុតប៉ុណ្នេះគួរបំផុតប៉ុណ្នេះអញ្ចឹងយើងបញ្ចូលនេះបានតែបើសិនឥឡូវនេះបញ្ចូលបាន250បានយើងចូលអានេះដោយសារលោកគ្រូ check concept អស់ហើយយើង check វាមិនអាហ្នឹងទៀតលោកគ្រូធ្វើអូខេយើងដាក់350បានអូខេហើយតែអ្វីដែលសំខាន់គឺត្រង់នេះយើងអត់ចេះប្រើអានេះព្រួយមកវាដូចទៅក្នុង form នេះគឺស្អាតនេះអញ្ចឹងខ្ញុំសូមបង្ហាញអានេះផងនិងអានេះផងអូខេអញ្ចឹងលោកគ្រូសូមបង្ហាញតាមនឹង design បងអូនយកមកស្ដាំ
យើងឆេងវាទៅ to combo box អូខេពេលយើងឆេងទៅវាមិនបានបង្ហាញនឹងទេណាតើយើងទាញ data អញ្ចឹងយើងត្រូវទាញ data ទៅណាទាញយកទៅបាសចប់អញ្ចឹងយើងនេះយើងយក select ទៅនេះបងអូនអាចសរសេរ select ធម្មតាអូនមិនសរសេរ select យើងទាញយកនេះយកចប់យក ID យើងយក title មកចប់ ID ចប់ title អញ្ចឹងបងអូនអាចសរសេរ select លោកគ្រូឲ្យធំបន្តិចselect job ID job title from job តែមើលណាអូខេមើលប៉ុណ្្នឹងសិនបងបញ្យូមើលទៅពីនោះឃើញមកនេះប៉ុន្តែអ្វីជាសំខាន់យើងចង់ទាញយកអានឹងមកប្រើនេះព្រោះវា link នេះតាមរយៈនេះបងអូននេះវា link តាមរយៈនេះតាមរយៈនេះយើងចង់ទាញយក ID នឹងនេះមកបង្ហាញណាអញ្ចឹងប៉ុន្តែវាទាញមកបានហើយដោយសារ job យើងមានដល់នេះដល់ HR នេះដែលយើងចុចមកឃើញ link ទី21 HR នេះប៉ុន្តែវាអត់ឃើញឈ្មោះអញ្ចឹងបងអូនទាញមកយើង select មកមាន2ឯងប៉ុន្តែវាអត់ឃើញដូចដែលយើងបាននេះទេ yes អញ្ចឹងបងអូនត្រូវធ្វើម៉េចបងអូនត្រូវយក format បងអូនដាក់ column count វាដាក់2ហើយបើ2វាឃើញប៉ុន្តែមើលសិនឃើញមកប៉ុន្តែយើងធៀបពុតទៅយើងមិនអាចយកតែ name មកបានទេយើងយកនេះមកលាក់យើងត្រូវលាក់វាព្រោះមិនអាចអត់យក ID card ទេព្រោះ link នេះតាមរយៈ ID អញ្ចឹងឡើយនេះបងអូនត្រូវធ្វើម៉េចយើងត្រូវដាក់ column y វានេះ like format ហ្នឹងណា like format ហ្នឹងបងអូនយក like format នេះណា format បងយក column y មិញដាក់2អានេះហើយយើងដាក់0 bis 1មានន័យថាលាក់ column ទី1ទៅទំហំ0គឺលាក់ចេញបើអត់ដាក់វាឃើញ2អញ្ចឹងយើង save ទៅនេះអញ្ចឹងឃើញមកឃើញហ៎ស្អាតអូខេ yes no yes អញ្ចឹងវគ្គនឹងមួយទៀតវគ្គនឹងអញ្ចឹងសូមវគ្គនឹងហើយខ្ញុំសូមធ្វើកន្លែងនេះដូចក្នុងនេះឲ្យបញ្ចប់វីដេអូហ្នឹងគឺក្នុងនេះគឺយើងមានមួយទៀតគឺ remark ខ្ញុំយកថា good excellent អីទាំងមិនទៅណា good fair ហ្នឹងទៅយើងដាក់ឲ្យហើយដើម្បីរើសយកដែលនៅក្នុងលំហាត់យើងដូចជាមាននៅក្នុងហ្នឹងឲ្យយើងដាក់បើតាមគ្រូចាំនេះអូ remark អត់ដាក់តាមពិតគ្រូឲ្យដាក់ថាហ្នឹងជា good ជាអីបានតែបើអត់ទេយើងមិនសេក៏បានដែរណាអត់បញ្ហាតែបើយើងចង់ដូរអាហ្នឹងទៀតក៏បានដែរយើងចង់ដូរទៅនេះ excellent អីនេះយើងឆេងវាទៅយើងឲ្យយើងចេះមួយទៀតចុះឡើង remark បងអូនឆេងទៅ combo box ដដែលប៉ុន្តែយើងអត់ដូរឡើងហ្នឹងមិញវាយក table query នេះយើងដូរទៅជា value list វិញស្រួល value list បងអូនទៅសេមកឡើង select នេះបងអូនដាក់ថា good ទៅ good បាទក្បៀស1 excellent excellent បាទឬមួយទៀតថា normal ទៅខ្ញុំថា simple ឬក៏ normal ខ្ញុំឧទាហរណ៍remark បុគ្គលិកហ្នឹងអញ្ចឹងបងអូន save ទៅview មើលនេះអូខេវាឲ្យយើងនេះយើងអាហ្នឹងដើម្បីពន្លឿននឹងការប្រើរបស់ user ឲ្យកលឿនអញ្ចឹងសម្រាប់វីដេអូវគ្គទី1នៃ form បុគ្គលិកលោកគ្រូសូមបញ្ចប់តែប៉ុណ្្នឹងលោកគ្រូនឹងបង្ហាញវគ្គ search sort ដូចនៅក្នុងនេះទៀតដែលនៅក្នុងនេះយើងឃើញថា search add ទាំងអស់នេះវគ្គនេះចាំបើក report ចាំក្រោយហើយយើង check មើល data វាមិនទៀតយើងនឹងបញ្ជាក់នៅវីដេអូក្រោយទៀតអញ្ចឹងអរគុណសម្រាប់វីដេអូមួយនេះអរគុណសូមចាំវីដេអូបន្តទៀតអរគុណ